បងប្អូនទាំងអស់គ្នា welcome back ជាមួយនឹង Channel Free Life ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺមិនឲ្យបងប្អូនខកបំណងទេបន្ទាប់ពីខ្ញុំបាត់មុខយ៉ាងយូរតាក់ទងនឹងការធ្វើវីដេអូតាក់ទងទៅនឹងត្បូងពេជ្រឬក៏ត្បូងកម្រនៅក្នុងពិភពលោកអញ្ចឹងសម្រាប់ថ្ងៃនេះក៏ពំនាំយកនៅព័ត៌មានដែលថ្មីហើយទៅតែល្បីហើយក៏ក្រាស់នៅក្នុងពិភពលោកដូចគ្នាតាក់ទងទៅនឹងការជីកបាននៅរ៉ែត្បូងទទឹមដ៏ធំមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលជាព័ត៌មានដែលក៏ក្រាស់ពិភពលោកព្រោះត្បូងនេះធំខ្លាំងមែនទែនអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថាត្បូងដែលមានតម្លៃមហាសាលនេះមានរូបរាងបែបម៉េចទំហំប៉ុណ្ណាហើយមានតម្លៃមហាសាលប៉ុណ្ណាតោះស្ដាប់វីដេអូរបស់ខ្ញុំទាំងអស់គ្នាតាមរយៈការស្រង់ព័ត៌មានរបស់សារព័ត៌មាន Fresh News បានឲ្យដឹងថាកាលពីថ្ងៃសុក្រទី8ខែឧសភាឆ្នាំ2026សារព័ត៌មានរបស់ប្រទេសមីយ៉ាន់ម៉ាបានចេញផ្សាយព័ត៌មានថាប្រទេសមីយ៉ាន់ម៉ាបានជីករកឃើញនៅត្បូងទទឹមដ៏កម្រហើយជាត្បូងទទឹមធំទី2ហើយបន្ទាប់ពីការជីករកបាននៅត្បូងទទឹមដ៏ធំមួយកាលពីឆ្នាំ1995ត្បូងទទឹមនេះផងដែរបានជីករកឃើញនៅក្នុងតំបន់ម៉ូកុកនៃប្រទេសមីយ៉ាន់ម៉ាដែលជាតំបន់ល្បីល្បាញនៃត្បូងទទឹមដ៏មានគុណភាពត្បូងធម្មជាតិដ៏កម្រមួយនេះមានទំហំរហូតដល់ទៅ11000ការ៉ាត់ចំណែកឯទម្ងន់វិញមានរហូតដល់ទៅ 2.2 គីឡូក្រាមដែលស្មើនឹង 4.8 ផោនបើតាមការឲ្យដឹងពីភ្នាក់ងាររដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ាត្បូងនេះទោះបីជាមានទំហំតូចជាងត្បូងទី1ដែលរកឃើញកាលពីឆ្នាំ1995មែនប៉ុន្តែតាក់ទងនឹងគុណភាពនៃត្បូងនេះគឺមានភាពល្អជាងត្បូងទី1ដែលរកឃើញកាលពីឆ្នាំ1995រដ្ឋាភិបាលមីយ៉ាន់ម៉ាបានអះអាងថាត្បូងនេះមានពណ៌ក្រហមស្វាយមានភាពថ្លានិងឆ្លុះពន្លឺល្អតាមអ្នកជំនាញមួយចំនួនបានអះអាងនិងវាយតម្លៃថាត្បូងនេះអាចមានតម្លៃរហូតដល់រាប់លានដុល្លារឯណោះហេតុដូចនេះហើយទើបគេសន្និដ្ឋានបានថាត្បូងនេះគឺជាសម្បត្តិមហាសាលទី2ហើយរបស់ប្រទេសមីយ៉ាន់ម៉ាតាមការឲ្យដឹងប្រទេសមីយ៉ាន់ម៉ាគឺជាប្រភពនៃការផ្គត់ផ្គង់ត្បូងទទឹមដែលមានគុណភាពល្អស្ទើរតែ 90% ទៅកាន់ពិភពលោកទាំងមូល